តាមដានជាមួយខ្ញុំទៅកាន់បណ្ឌិតភាពក៏ដូចជារចនាបថនៅផ្នែកខាងក្នុងបន្តទៀតចូលមកដល់រចនាបថក៏ដូចជាបរិក្ខារដែលបានបំពាក់សម្រាប់រថយន្ត Geely Monjaro ស៊េរីថ្មីចុងក្រោយដែលត្រូវបានផលិតតាមស្តង់ដាររបស់អឺរ៉ុបហើយជាក់ស្ដែងបងប្អូនគ្នាកន្លែងបណ្ឌិតភាពមិនត្រឹមតែមាននៅផ្នែកខាងក្រៅទេក៏ប៉ុន្តែនៅផ្នែកខាងក្នុងនៅផ្នែកសំខាន់ខ្ញុំនិយាយតាក់ទងទៅនឹងបណ្ឌិតភាពទី1គឺតាក់ទងទៅនឹងការលេងជាមួយនឹង texture formicature នៅលើកន្លែងសំខាន់ console កណ្ដាលហើយសំខាន់មានក្រូមេពណ៌ទឹកប្រាក់មានស្បែកហើយមានកាំមញ័យកន្លែងកាំមញ័យហ្នឹងគឺជាបណ្ឌិតភាពដែលយើងធ្លាប់តែឃើញនៅលើរថយន្តមានតម្លៃថ្លៃទេអញ្ចឹងសូម្បីតែកៅអីពូស្បែកលាយជាមួយនឹងកាំមញ័យអញ្ចឹងវាទន់វាត្រជាក់ស្រួលខ្លួនខ្លាំងមែនទែនបងប្អូនទាំងគ្នាហើយសម្រាប់កៅអីនេះទៀតសោតគឺបានបំពាក់ជាមួយនឹងមុខងារ memory seat ទាំងសងខាងតែម្ដងហើយមានជាមួយនឹងការបញ្ជាដោយថាមពលអេឡិចត្រូនិកសងខាងដូចគ្នាប៉ុន្តែថាតកងយើងមានកន្លែងកល់ជើងខ្នងអញ្ចឹងផ្ដល់នូវភាពងាយស្រួលកម្រិតផាសុកភាពកម្រិតខ្ពស់សម្រាប់បងប្អូនទាំងគ្នាយកទៅប្រើប្រាស់តែម្ដងហើយកន្លែងដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺតាក់ទងទៅនឹងការលេងជាមួយនឹងឧបករណ៍បំពងសំឡេងMac Infinity រហូតដល់12ចំណុចបងប្អូនទាំងគ្នាហើយអេក្រង់របស់គេនេះមានរហូតដល់3អញ្ចឹងអេក្រង់កុងទ័រអេក្រង់កំសាន្តហើយអេក្រង់កំសាន្តសម្រាប់អ្នករួមនៅផ្នែកខាងមុខវិញគឺមានទំហំធំខ្លាំងមែនទែនគឺមានទំហំរហូតដល់ 12.3 អ៊ីងបាទ1 2 3 12.3 អ៊ីងម៉ែអេក្រង់ហ្នឹងគឺទំហំធំតែម្ដងហើយភ្ជាប់ជាមួយនឹងមុខងារយ៉ាងសម្បូរបែបអេក្រង់ក៏ធំឧបករណ៍បំពងសំឡេងក៏ច្រើនហើយជាពិសេសដំបូលក៏ចក់នៅផ្នែកខាងលើយ៉ាងធំតែម្ដងហើយយើងអាចធ្វើការបើកស្រូបយកខ្យល់អាកាសបានទៀតផងដែរហើយកន្លែងមួយទៀតគឺតាក់ទងទៅនឹងកន្លែងអេក្រង់កំសាន្តនេះបងប្អូនទាំងគ្នាគឺមានមុខងារយ៉ាងសម្បូរបែបទីមួយគឺតាក់ទងទៅនឹងកម្រិតនៃការមើលទៅលើគុណភាពកាមេរ៉ា540 degree នៅពេលដែលយើងអាយ៉ែនៅពេលដែលអីហ្នឹងគឺផ្ដល់នៅកម្រិតគុណភាពគឺបាទច្បាស់ល្អខ្លាំងមែនទែនមើលដល់បាតឡានហើយមានតាក់ទងទៅនឹងខ្សែបន្ទាត់ទាំងមុខទាំងក្រោយឲ្យបងប្អូនទាំងគ្នាអាចដឹងថាមុំនៃការបត់របស់យើងហ្នឹងទៅកង់ខាងណាចឹងទៅមុខងារមួយទៀតនេះគឺតាក់ទងទៅនឹងមុខងារ Wireless Apple CarPlay ដែលយើងអាចធ្វើការមើលនៅផែនទីកម្ពុជារបស់យើងបានផងដែរអញ្ចឹងឧទាហរណ៍ថាយើងចុចទៅ Geely បាទ Geely Cambodia នេះនៅផ្លូវសហព័ន្ធរុស្ស៊ីហ្នឹងនេះបងប្អូនទាំងគ្នាចេញពីផ្ទះយើងទៅអញ្ចឹងយើងអាចមើលផែនទីកម្ពុជារបស់យើងបាទមកឆ្ងាញ់ហ្មងសម្រាប់អេក្រង់កំសាន្តមួយនេះគឺមានភាព relax ខ្លាំងមែនតើហើយការពិសេសមួយទៀតនោះគឺបងប្អូនទាំងគ្នាអាចធ្វើការផ្លាស់ប្ដូរពណ៌ភ្លើងលម្អនៅតាមធ្នឹមដៃទ្វារហើយក្នុងផ្នែកសំខាន់នៃឡានរបស់យើងក៏មានដែរយើងអាចធ្វើការផ្លាស់ប្ដូរទៅតាមចំណង់ចំណូលចិត្តបងប្អូនទាំងគ្នាផងដែរបើសិនជាយើងចង់ឲ្យស៊ីជាមួយនឹងរូបអង្គររបស់យើងដូរមកពណ៌បែបរៀងមាសទៅបាទគឺពិសេសខ្លាំងតែម្ដងហើយមួយវិញទៀតបងប្អូនទាំងគ្នាតាក់ទងទៅនឹងម៉ាស៊ីនត្រជាក់គឺយើងអាចបែងចែក3តំបន់ចែកដាច់ពីគ្នាអញ្ចឹងដោយសារតែយើងមានកៅអីជួរទី1និងកៅអីជួរទី2អញ្ចឹងកៅអីជួរទី1នេះគឺតាក់ទងទៅនឹងតកងហើយនឹងអ្នករួមដំណើរនៅផ្នែកខាងមុខគឺយើងអាចធ្វើការសេរីកម្រិតសីតុណ្ហភាពទៅតាមការចង់បានរបស់បងប្អូនទាំងគ្នាផងដែរអញ្ចឹងជាក់ស្ដែងបើសិនយើងចង់បាននាងត្រជាក់យើងយកមកខាងលោបើខាងអ្នករួមដំណើរផ្នែកខាងមុខគាត់អត់សូវចង់ត្រជាក់ទេគាត់សេរីកម្រិតសីតុណ្ហភាពរបស់គាត់ទៅតាមការចង់បានរបស់គាត់ចឹងទៅហើយនៅផ្នែកខាងក្រោយគឺយើងអាចធ្វើការបើកបានផងដែរហើយយើងទៅតាមកម្រិតដែលយើងចង់បានត្រជាក់កម្រិតណាយើងសេរីបានដូចគ្នាបងប្អូនទាំងគ្នាហើយសម្រាប់កៅអីទៀតសោតគឺមានបំពាក់ជាមួយនឹងដូចខ្ញុំបានបញ្ជាក់កៅអីដែលខ្ញុំកំពុងអង្គុយមានមុខងារកៅអីម៉ាស្សាហើយកៅអីនៅផ្នែកខាងមុខនេះមាន memory seat ហើយមានមុខងារខ្យល់ត្រជាក់ទៀតអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលបានផ្ដល់ជាមួយនឹងកម្រិតផាសុកភាពកម្រិតខ្ពស់ផងដែរសម្រាប់ម្ចាស់រថយន្ត Geely Monjaro ស៊េរីថ្មីចុងក្រោយហើយកន្លែងនេះទៀតសោះក៏មានផងដែរជាមួយនឹងការកន្លែងសាកថ្មទូរស័ព្ទដែលអត់ខ្សែបាទ wireless charge ហើយយើងអាចធ្វើការទុកដាក់អីវ៉ាន់ឬក៏យើងចង់សាកថ្មទូរស័ព្ទដៃរបស់យើងនៅខាងក្រោមក៏បានដែរមានជាមួយនឹងរុន USB Type A ក៏ដូចជាកន្លែងភ្លើងកន្ទុយបរិយក៏មានដូចគ្នាផងដែរនិយាយទៅបំពេញលើការប្រើប្រាស់បងប្អូនទាំងគ្នាបានដែរហើយសម្រាប់កសូលកណ្ដាលនេះវិញបាទដែលមាន formicature បណ្ឌិតភាពហុំព័ទ្ធដោយ chrome នេះគឺតាក់ទងទៅនឹងកន្លែងដែលខ្ញុំគិតថាវាមានភាពងាយស្រួលតាក់ទងទៅនឹងការទះទៅលើប្រអប់លេខរបស់ Geely Monjaro ស៊េរីថ្មីចុងក្រោយនេះគឺវាងាយស្រួលនៅក្នុងការប្រើប្រាស់ហើយក៏មានផងដែរជាមួយនឹង Frank Dial Electronic មុខងារ Auto Hold ងាយស្រួលសម្រាប់បងប្អូនទាំងគ្នាយកទៅប្រើប្រាស់ខ្លាំងមែនទែនចំណុចដែលពិសេសនេះគឺដោយសារតែរថយន្តនេះគឺបានប្រើប្រាស់ជាមួយនឹងប្រភេទប៉ុង2 4WD អញ្ចឹង Drive Mode ក៏មានច្រើនដែរហើយបងប្អូនទាំងគ្នាអាច activate កន្លែង CMA នេះតាមពិតជាក់ស្ដែងហ្មងកន្លែងអក្សរដូច crystal ដុំ crystal កន្លែងនេះហើយមានដាក់អក្សរ CMA ណា CMA គឺជាតួគ្រោងដ៏រឹងមាំដែលត្រូវបានសហការផលិតរួមគ្នាជាមួយនឹង Volvo ណា
ចឹងចាក់ស្ដែងយើងបានឃើញហើយដែលមានការទម្លាក់កុងតឺន័រក៏ដូចជារថយន្តបុកមករថយន្តនេះគឺនៅតែរក្សាបាននៅទូគ្រោងដ៏រឹងមាំសម្រាប់ការពារការប៉ះទង្គិចជាយថាហេតុចឹងកន្លែងនេះគ្រាន់តែចង់បញ្ជាក់បងប្អូនទាំងគ្នាថា CMA ហ្នឹងអីគេចឹងបងប្អូនទាំងគ្នាគ្រាន់តែ activate មួយមកហើយបងប្អូនទាំងគ្នាអាចធ្វើការរើសទៅតាម drive mode ដែលបងប្អូនទាំងគ្នាចង់បានចឹង drive mode មានច្រើនតែម្ដងចឹងបើចង់ឲ្យប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិឲ្យយើងក៏បានដូចគ្នាបាទអញ្ចឹងយើងយកពី intelligent ទៅហើយបើសិនជាចង់សំចៃយើងយកមក eco ចង់ឲ្យរៀងទន់បាទយក comfort មកហើយបើសិនជាចង់ឲ្យកម្លាំងកាន់តែខ្លាំងទៀតយើងយក sport ហើយបើសិនជាផ្លូវល្អិល snow ហើយបើសិនជាចង់បានផ្លូវដែលពិបាកខ្លាំងយើងយក off road ហើយបើសិនជាផ្លូវខ្សាច់យើងយកមក sand មកជារួមហ្មងភាពបត់បែនទៅលើការប្រើប្រាស់គឺមានច្រើនសម្រាប់រថយន្តនេះមិនត្រឹមតែផ្ដល់នូវកម្រិតផាសុកភាពភាពទំនើបការកំសាន្តហើយសំខាន់គឺសុវត្ថិភាពអញ្ចឹងជាក់ស្ដែងហ្មងនៅផ្នែកខាងក្រោយទំហំធំទូលាយខ្លាំងមែនទែនល្អហើយសំខាន់គឺយើងអាចធ្វើការបញ្ជាដោយថាមពលអេឡិចត្រូនិកយើងចង់តម្រេតនេះកន្លែងកៅអីរបស់យើងណាបញ្ជាសងខាងតែម្ដងនៅផ្នែកខាងក្រោយនេះហើយមួយវិញទៀតយើងចង់ធ្វើការសាកថ្មក៏បានដូចគ្នាប៉ុណ្ណាមានទាំង Type C ទាំង Type A សំខាន់យើងដាក់ធ្នាក់ដៃមកដាក់កាហ្វេមកយើងញ៉ាំបានហ្មងអញ្ចឹងមកគេថារថយន្តនេះគឺជារថយន្តប្រណិតរបស់ Geely ផ្ទាល់តែម្ដង